ចាសូមជម្រាបសួរលោកតាលោកយាយអង្គភូមិញលោកគ្រូអ្នកគ្រូក៏ដូចជាកូនៗអ្នកគ្នានៅថ្ងៃនេះនៅក្នុងមេរៀនតាមគុំព្រះអង្គ devotion របស់ខ្ញុំព្រឹកមិញខ្ញុំព្រះអង្គបានរំលឹកខ្ញុំអំពីការដឹងគុណនិងអរគុណចំពោះព្រះហើយនិងចំពោះមនុស្សទាំងអស់ដែលនៅជុំវិញយើងចាហើយជាឱកាសនេះខ្ញុំសូមអរគុណព្រះអង្គមែនទែនដែលខ្ញុំមានក្រុមគ្រួសារមានបងប្អូននិងកូនៗដែលនៅជុំវិញហើយជាអ្នកដែលតែងតែលើកទឹកចិត្តជំរុញទឹកចិត្តដល់កម្លាំងចិត្តដល់ខ្ញុំនៅក្នុងការបម្រើព្រះអង្គរយៈពេលកន្លងនេះហើយតែដល់ជាក្នុងឱកាសនេះក៏សូមអរគុណព្រះអង្គសម្រាប់ឱកាសដែលខ្ញុំនិងក្រុមគ្រួសារដែលយើងមានឱកាសនៅក្នុងការដែលផ្ដល់ការសិក្សាអប់រំហើយនិងការបង្រៀនពីព្រះយេស៊ូវដល់កូនសិស្សនៅឯភូមិវិស័យនៅស្ទឹងវិជ័យដែលយើងបានជួយមកក្នុងរយៈពេលជាង18ឆ្នាំហើយលោកអ្នកដឹងទេថានៅក្នុងរយៈពេលជាង8ឆ្នាំនេះដែលខ្ញុំធ្វើបណកិច្ចខ្ញុំទទួលបានជំនួយច្រើនមែនទែនអំពីកូនសិស្សរបស់ខ្ញុំទាក់ទងអំពីកម្លាំងស្មារតីនៅក្នុងការជួយដល់កិច្ចការងារសៀវភៅរាប់សែនក្បាលដែលបានផ្ញើទៅកាន់លោកអ្នកគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសជាតិកម្ពុជាគឺចេញមកអំពីកូនៗទាំងអស់គ្នានោះដែលគេបានចំណាយកម្លាំងពេលវេលារបស់គេដើម្បីជួយដល់នាងខ្ញុំចាលោកអ្នកប្រហែលជាមានលោកអ្នកខ្លះធ្លាប់បានជួបពោលដល់ខ្ញុំនិងក្រុមការងារចាហើយខ្ញុំពិតជាមានក្រុមការងារធំមែនទែនគឺកូនសិស្សរបស់ខ្ញុំដែលគេបានជួយដល់ខ្ញុំដោយស្ម័គ្រចិត្តក្នុងរយៈពេល8ឆ្នាំចុងក្រោយនេះចាយើងឃើញថាមានតាំងពីសៀវភៅមានតាំងពីខុសអំពីចងចាំមានតាំងពី sticker សម្រាប់បិទនៅលើសៀវភៅខុសអំពីអីទាំងអស់ហ្នឹងគឺច្រើនមែនទែនដែលយើងបែងចែកវេចខ្ចប់អស់រយៈពេល8ឆ្នាំនេះហើយពួកគាត់ទាំងអស់នេះគឺជាសិស្សរបស់ខ្ញុំតាំងពីមុនគាត់ចូលថ្នាក់ទី1ហើយដែលតាំងពីឆ្នាំមុនមានអ្នកដែលគេបានរៀនចប់មហាវិទ្យាល័យហើយឆ្នាំនេះយើងមាននិស្សិត7នាក់ទៀតដែលចប់ហើយមាន7នាក់8នាក់ទៀតដែលនឹងចូលរៀនមហាវិទ្យាល័យដែរហើយខ្ញុំអរគុណព្រះអង្គមែនទែនដែលឱកាសខ្ញុំនិងប្រិយខ្ញុំបានចូលរួមជួយនៅក្នុងជីវិតរបស់ពួកគាត់បង្ហាត់បង្រៀនពួកគាត់ឲ្យបានស្គាល់ព្រះអង្គហើយផ្ដល់នូវចំណេះដឹងការសិក្សាអប់រំហើយលោកអ្នកបងប្អូនទាំងអស់គ្នាសៀវភៅទាំងអស់នោះគឺពួកគាត់នឹងឯងជាអ្នកដែលជួយថ្ងៃសៅរ៍ថ្ងៃអាទិត្យឡើងគឺលះបង់ពេលវេលាកម្លាំងតខ្លួនដើម្បីមកជួយហើយអរគុណដល់ជំនួយការខ្ញុំកន្លងមកដូចជាចម្លើយហើយដែលនៅពេលនេះចម្លើយមានការងារពេញពេលហើយតូមីដែលតូមីពេលនេះខ្លាយជាគ្រូបង្រៀនបឋមសិក្សាដែរហើយឥឡូវនេះគឺមានបន្លែងតែគាត់ជាជំនួយការដែលជួយដល់ខ្ញុំបន្តទៀតហើយអ្នកគ្រូជាឱកាសនេះសូមអរគុណដល់បងប្អូនទាំងអស់គ្នាតាមរយៈ Facebook page របស់អ្នកគ្រូហើយអរគុណដល់បងមែនតើដែលបានចាត់កូនទាំងអស់គ្នាធ្វើការក្នុងចិត្តកូនទាំងអស់គ្នាដើម្បីកូនទាំងអស់គ្នាឆ្លៀតញែកពេលវេលាមកជួយអ្នកគ្រូយ៉ាងអស់ពីកម្លាំងកាយចិត្តហើយសូមបងមកប្រទានពរដល់កូនៗហើយក៏សូមលើកទឹកចិត្តដល់លោកអ្នកទាំងអស់គ្នាសូមបានអរគុណហើយសរសើរដល់អ្នកដែលនៅជុំវិញយើងដែលបានជួយយើងពីព្រោះយើងដឹងថាជីវិតយើងជោគជ័យរបស់យើងមិនមែនដោយសារខ្លួនយើងមិនតែដោយសារព្រះអង្គហើយដែលព្រះអង្គបានចាត់មនុស្សជាច្រើននៅក្បែរខ្លួនយើងបានចូលមកដើម្បីជួយយើងដោយស្មោះត្រង់ដោយអស់ពីចិត្តហើយទន្ទឹមនឹងនោះកុំឲ្យយើងបាក់ទឹកចិត្តពីព្រោះនៅពេលដែលយើងធ្វើកិច្ចការបម្រើព្រះអង្គជីវិតរបស់យើងជួបការរីកចម្រើនក៏មានអ្នកដែលមកបំផាត់ទឹកចិត្តយើងក៏មានអ្នកដែលមកដកដានក៏មានអ្នកដែលមកពេលខ្លះយើងប្រើពាក្យមួយថាមកមើលទៅជួបយើងត្រឡប់ទៅវិញចា៎តែសូមចាំថាព្រះអង្គស្មោះត្រង់ហើយព្រះអង្គនឹងការពារយើងព្រះអង្គនឹងថែរក្សាហើយបងប្អូនព្រះអង្គនឹងអត់មានអ្នកណាម្នាក់ដែលអាចដកចេញពីយើងបានទេចា៎សូមអរគុណដល់ព្រះយេស៊ូវហើយអរគុណដល់លោកអ្នកទាំងអស់គ្នាហើយអរគុណដល់មនុស្សគ្រប់គ្នានៅក្បែរខ្លួនខ្ញុំនៅជំនាញខ្លួនខ្ញុំដែលបានចូលមកលើកទឹកចិត្តជំរុញទឹកចិត្តហើយជួយដល់នាងខ្ញុំឲ្យស្រឡាញ់នាងខ្ញុំដោយអស់ពីចិត្តដោយមិនចង់បានអ្វីត្រឡប់ទៅវិញចា៎អរគុណសូមឲ្យលោកអ្នកប្រកបដោយព្រះគុណព្រះពរពីព្រះអង្គជាបរិបូរណ៍